Ranger XL 2026ឡើងថ្លៃ$2000តើវាស័ក្តិសមដែរឬទេឬក៏គ្រាន់តែជាការឡើងថ្លៃដើម្បីយកចំណេញបន្ថែមតោះមកទស្សនាជាមួយនឹងនាងខ្ញុំនៅ6ចំណុចនេះលោកអ្នកនឹងដឹងកាន់តែច្បាស់ចំណុចទី1ប្រអប់លេខ10វគ្គអូតូ XL មុនមានត្រឹមតែ6លេខទេសួរផលប៉ុណ្ណឹងហើយចុះឥឡូវឡើងមកដល់10វគ្គដោយដូចជាមួយនឹង Vatrack អារម្មណ៍អ្នកបើកដឹងតែ smooth ច្បាស់ហ្មងពេលចូលលេខយើងអត់មានអារម្មណ៍ថាកន្ត្រាក់ឡើយនឹងជួយសន្សំសំចៃប្រេងបានល្អជាងមុនថែមទៀតចំណុចទី2មានបំពាក់បន្ថែមនៅកាមេរ៉ាផ្នែកខាងក្រោយចំណុចនេះដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃចូលចិត្តនៅពេលរយៈចូលចតឬក៏បត់បែនផ្លូវតូចចង្អៀតជាពិសេសគឺល្អសម្រាប់អ្នកដែលទើបតែចេះបើកឡានថ្មីតែម្ដងចំណុចទី3ម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយប្រទេសកម្ពុជាយើងមានអាកាសធាតុក្តៅបើសិនជាអង្គុយគ្នាច្រើននៅផ្នែកខាងក្រោយហើយអត់មានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយវាធ្វើឲ្យយើងស្អុកស្អាប់ដូច្នេះ XL ជំនាន់ថ្មីយើងនេះបានអាប់ដេតមកម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយធ្វើឲ្យអ្នកអង្គុយខាងក្រោយមានផាសុកភាពដូចអ្នកនៅខាងមុខដែរចំណុចទី4អេក្រង់12អ៊ីងធំដូច Vatrack Full Option ដែរទំនើបអាចភ្ជាប់ Apple CarPlay និង Android Auto បានដោយឥតខ្សែដូចគ្នាចំណុចទី5 Cruise Control និង Speed Limit មុខងារនេះពិតជាសំខាន់សម្រាប់អ្នកបើកបរផ្លូវឆ្ងាយព្រោះវាជួយកាត់បន្ថយភាពនឿយហត់និងធ្វើឲ្យអ្នកបើកបរកាន់តែងាយស្រួលចំណុចទី6យ៉ាន់ពណ៌ខ្មៅគ្រាន់តែដូរមកយ៉ាន់ខ្មៅក៏ធ្វើឲ្យឡាននេះខុសប្លែកមួយកម្រិតទៀតមើលភ្លាមដឹងភ្លាមថាជាស៊េរីចុងក្រោយបង្អស់ទាន់សម័យនិងស្គាល់ជាងមុនដូច្នេះអ្នកលក់សួរថាបើចំណាយលុយ$2000យកទៅអាប់ក្រេតខ្លួនឯងតើបានគ្រប់មុខងារនិង original ដោយក្រុមហ៊ុនដែរឬទេឬទិញពីក្រុមហ៊ុនតែម្ដងបានគ្រប់ option original ពីរោងចក្រតើមួយណាងាយស្រួលនិងចំណេញជាងចុះអ្នកមើលមិញតើ Ford Ranger XL នេះស័ក្តិសមនឹងតម្លៃបន្ថែមនេះដែរឬទេសូម comment ឲ្យអ្នកលក់បានដឹងផងចាសម្រាប់ព័ត៌មានលម្អិតសូមតាក់ទងជាមួយនឹងលេខទូរស័ព្ទដែលមាននៅខាងលើ